Welcome to ESL Cambodia សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងបង្រៀនអ្នកទាំងអស់គ្នាពីរបៀបសួរនិងប្រាប់អាយុជាភាសាអង់គ្លេសជាដំបូងបើយើងចង់សួរគេថាតើអ្នកមានអាយុប៉ុន្មានជាភាសាអង់គ្លេសយើងសួរថា How old are you ឥឡូវនេះចំណុចដែលសំខាន់បំផុតសូមប្រយ័ត្នត្រង់កន្លែងនេះណាជាភាសាខ្មែរយើងតែងតែនិយាយថាខ្ញុំមានអាយុ20ឆ្នាំមែនទេដោយសារតែបែបនេះហើយទើបសិស្សដែលទើបតែរៀនអង់គ្លេសដំបូងច្រើនតែបកប្រែចំហើយនិយាយថា I have 20 years old សូមចាំថាការនិយាយបែបនេះគឺខុសជាភាសាអង់គ្លេសនៅពេលប្រាប់អាយុយើងមិនប្រើពាក្យ have ដែលប្រែថាមាននោះទេយើងត្រូវតែប្រើកិរិយាសព្ទ to be គឺពាក្យ am ដូច្នេះប្រយោគដែលត្រឹមត្រូវគឺ I am 20 years old ឬបើយើងចង់និយាយខ្លីយើងគ្រាន់តែថា I am 20ក៏បានដែរតោះអនុវត្តទាំងអស់គ្នាសាកល្បងសរសេរអាយុរបស់អ្នកចូលក្នុងសៀវភៅឬសួរមិត្តភ័ក្តិរបស់អ្នកថា How old are you ជួបគ្នានៅមេរៀនក្រោយ